សួស្តីអ្នកនរគ្នាបាទមកកាត់មានមួយរយៈសុខទុក្ខយ៉ាងម៉េចដែរមុននឹងចូលដល់សាច់រឿងសូមអ្នកទាំងអស់គ្នាកុំជួយចុច like share អ្នកមួយផងណាអរគុណបន្ទាប់ពីភាគមុនយប់ឡើងពួកគេក៏នាំគ្នាឈប់សម្រាកបន្តិចដោយនាយសក់ក្រង់នោះរអ៊ូគេមិនដឹងថាមានមន្ត្រីជាច្រើនប្រឆាំងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេទើបមានអ្នកមកវាយប្រហារលោកអាយដាមពីក្រុងវ៉ទាំងមូដែលធ្វើដំណើរមកទីនេះក្នុងនាមជាអ្នកតំណាងហើយពេលនេះពួកគេបែកគ្នាជាមួយនឹងទ័ពរបស់ខ្លួនទៀតតើពួកគេគួរតែត្រឡប់ទៅវិញទេពួកយើងក៏បានដឹងថាបរិសុសង្ហាម្នាក់នេះឈ្មោះថាអៀនស៊ីរីដឺអាស្តាធាកន្លែងនេះអេដមីនសុំបដូរមកហៅអាស្តាធាវិញអ្នកទាំងអស់គ្នាណានាយសក់ក្រង់បន្តថាបានលោកម្ចាស់ខ្លួនហាមទេកុំអីគេសម្លាប់ពួកនោះឲ្យតទាំងអស់អៀនឆ្លើយតបវិញក៏ព្រោះតែតួនាទីរបស់គេក្នុងការពារខ្លួនតែប៉ុណ្ណោះហើយមិនយូរមិនឆាប់ទេប្រកាសជាមានអ្នកមកជួយពួកគេជាមិនខាននិយាយហើយបរិសម្នាក់នេះក៏ដកនាឡិការបស់ខ្លួនចេញមកមើលទៅវាត្រូវបានបែកដោយសារតែខាប្រយុទ្ធនោះហើយអៀនក៏និយាយឡើងតើគេគួរតែសម្លាប់ពួកនោះវិញទេមែនហើយមើលទៅគេពេលនេះមិនសប្បាយចិត្តទេនាឡិកាមួយនេះអៀនទុកនៅក្នុងខោប៉ារបស់គេរាល់ថ្ងៃព្រោះនេះជាកាដូពីក្មួយរបស់គេនៅអាយុ18ឆ្នាំមើលទៅវាពិតជារបស់មានតម្លៃមួយសម្រាប់គេណាស់អៀនបន្តមិនចាំបាច់គិតរឿងការទូស្អីទេយើងនឹងសម្លាប់ពួកវាទាំងអស់ឬហើយកូនចៅរបស់ខ្លួននេះក៏និយាយទៅថាស្ងប់អារម្មណ៍សិនទៅនៅពេលដែលបានទៅវិញពេលណាពួកគេនឹងយកវាទៅជួសជុលមិនខានត្រឡប់មករាជវាំងនេះវិញអូម៉ាបានរកឃើញទាហានមកពីក្រោមវល់នឹងឲ្យកន្លែងពួកគេសម្រាកប៉ុន្តែនេះមិនបានរកឃើញអ្នកនាំសារនោះទេមើលទៅពួកគេត្រូវបានវាយប្រហារនៅព្រំដែនសាសាប៉ុន្តែវ៉ារៀនមិនមែនជាអ្នកនៅពីក្រោយរឿងនេះទេវាមើលទៅជាអ្នកចាស់ទុំទេដែលបានធ្វើវាពួកគេប្រកាសជាចង់សម្លាប់អ្នកនាំសារឬប្រកាសសង្គ្រាមជាមួយក្រុមវ៉ជាមិនខានដោយសពដងស៊ីហាតក៏មករកអាស៊ីណាឃើញអាស៊ីណាមើលទៅតក់មុខមិនស្រស់គេក៏សួរនាងដោយតួស្រីសួរទៅគេវិញពីអ្នកនាំសារនោះស៊ីហាតឆ្លើយថាមើលទៅវាមិនល្អទេស៊ីណាក៏ស្រាប់តែមានអារម្មណ៍មិនល្អតែម្ដងនិងមិនដឹងថាអ្នកនាំសារនោះជានរណាទេប៉ុន្តែហេតុអ្វីនាងមានអារម្មណ៍ថាថប់អារម្មណ៍បែបនេះនៅឃើញដល់កណាត់ដែលមានត្រារបស់គ្រួសារនាងវិញនាងដឹងតែម្ដងថាចាគីតាគឺជាអ្នកទុកវាដូច្នេះហើយអាស៊ីណានឹងសួរនាងនៅថ្ងៃស្អែកនាងក៏សួរស៊ីហាតពីចាគីតាថានាងជាមនុស្សបែបម៉េចដែរព្រោះពួកគេបានធំឡើងជាមួយគ្នានៅក្នុងហារ៉ែមស៊ីហាតប្រកែកថានាងមិនបានធំឡើងនៅក្នុងហារ៉ែមនោះទេទោះបីជាធ្លាប់បានរស់នៅទីនោះពិតមែនស៊ីហាតឈឺធ្ងន់ហើយត្រូវបានបញ្ជូនទៅនៅក្រៅរាជវាំងវាហាក់បីដូចជាមានគេចង់ឲ្យស៊ីហាតនេះចាញ់មកអញ្ចឹងគេមិនដឹងអ្វីពីចាគីតានោះទេអ្វីដែលគេដឹងនោះគឺគេនិងនាងដូចគ្នាពួកគេត្រូវបានរួចខ្លួនពីហារ៉ែមនិយាយដល់ត្រឹមនេះស៊ីហាតក៏ប្រាប់រឿងរ៉ាវដែលកើតឡើងនៅក្នុងហារ៉ែម20ឆ្នាំមុននោះទៅឲ្យអាស៊ីណាដឹងស៊ីហាតត្រូវបានបញ្ជូនឲ្យទៅនៅជាមួយនឹងជីដូនជីតារបស់គេរីឯចាគីតាវិញត្រូវបានរួចខ្លួនពីព្រះអង្គទីដោយនាងលាក់ពួននៅក្រោមសាកសពដែលគាត់បានសម្លាប់នោះបន្ទាប់ពីបាត់បង់ប្រពន្ធកូនសាគុនក៏ធ្លាក់ខ្លួនឈឺទើបចាគីតាជាអ្នកមើលថែគាត់នៅពេលដែលសាគុនគ្មានអ្នកបន្តតំណែងច្បាស់ណាស់សង្គ្រាមផ្ទៃក្នុងក៏ចាប់ផ្ដើមឡើងហើយស៊ីហាតនេះហើយដែលជាអ្នកបង្រួបបង្រួមភើសៀនឡើងវិញទោះជាគេមិនយកវាមកនិយាយពិតមែនក៏នាងដឹងថាគេបានឆ្លងកាត់រឿងច្រើនណាស់ត្រឹមតែមកដល់ថ្ងៃនេះវាក៏ធ្វើឲ្យនាងចង់ដឹងកាន់តែច្រើនពីបរិបទម្នាក់នេះផងដែរអាស៊ីណាក៏សួរទៅកាន់ស៊ីហាតតែគេធ្វើយ៉ាងម៉េចទើបទទួលបានតំណែងជារាគុណបានទៅស៊ីហាតមិនលាក់បាំងនោះទេនៅពេលដែលមានការឆ្លោះគ្នាជាខ្លាំងការដណ្ដើមគ្នាយករាជបល្ល័ង្កដូច្នេះហើយទើបមានការប្រកួតមួយកើតឡើងគឺអ្នកណាដែលរស់នៅលើវាលខ្សាច់មរណៈបាន4ឆ្នាំពួកគេនឹងក្លាយជាអ្នកស្នងរាជបល្ល័ង្កជាមិនខានអាស៊ីណាក៏ចង់ដឹងថាគេរស់នៅបានយ៉ាងម៉េចដោយសារតែនៅលើវាលខ្សាច់នោះគឺគ្មានទឹកនិងរុក្ខជាតិផងស៊ីហាតក៏ញ៉ាំទៅនាងវិញគេមិនប្រាប់ទេនេះជាអាកំបាំងរបស់គេតាមពិតទៅគេសរសើរនាងវិញទេដែលហ៊ានធ្វើដំណើរលើវាលខ្សាច់នោះយើងក៏បានដឹងថាព្រះអង្គម្ចាស់ទី3គឺជាបងប្រុសបង្កើតរបស់ស៊ីហាតពួកគេមានម្ដាយនិងឪពុកតែមួយកាលគេនៅពីក្មេងតែងតែមានបុរសម្នាក់មកតាមមើលគេរហូតគេមិនដឹងនោះទេថាម្នាក់នោះជានរណាទោះតែរឿងរ៉ាវចាប់សពគ្រប់ទើបគេដឹងការពិតហើយថ្ងៃនោះហើយដែលស៊ីហាតក៏បានដឹងថាម្ដាយខ្លួនបានបាត់បង់ជីវិតនោះស៊ីណាបន្តសួរតើគេមានអារម្មណ៍ឯកាទេចំណែកឯក្នុងចិត្តស៊ីហាតនេះវិញគេគិតថាការបង្រួបបង្រួមប្រទេសរបស់គេឡើងវិញគឺមិនដែលធ្វើឲ្យគេមានអារម្មណ៍ថាឯកានោះទេ
តតែគេបានជួបអាស៊ីណាហើយនាងទៅបាត់ទៅគេមានអារម្មណ៍ថាគេត្រូវការដៃគូម្នាក់នៅខាងគេម្នាក់ដែលនិយាយត្រង់ពីអារម្មណ៍របស់ខ្លួនញញឹមដូចចេញពីចិត្តគេដឹងច្បាស់ណាស់ថានាងតែងតែត្រូវបានមនុស្សម្នាស្រឡាញ់និងផ្ដោតក្តីស្រឡាញ់ឲ្យអ្នកដទៃវិញស៊ីហាតក៏តបវិញថានៅពេលដែលនាងនិយាយទៅគេមានអារម្មណ៍ថាឯកាឥឡូវនេះថ្ងៃស្អែកឡើងចាក់ហ្គីតាក៏ប្រាប់អាស៊ីណាទៅថាមានអ្នកចង់ជួបនាងរួមទាំងយកហឹបមួយទៀតឲ្យនាងនៅក្នុងហឹបនោះមានក្រាស់សិតសក់មួយដែលមានត្រារបស់គ្រួសារនាងផងដែរអាស៊ីណាក៏សួរទៅថាអ្នកណាដែលចង់ជួបនាងនោះចាគីតាមិននិយាយអ្វីច្រើនហើយក៏ឲ្យនាងទៅជួបគេទៅនឹងដឹងជាមិនខានយើងក៏បានដឹងថាតាមពិតទៅរឿងទាំងនេះគឺនៅក្រោយបារានទាំងអស់ដែលគេជាអ្នកឲ្យកណាត់នោះទៅលោកដៃស្ដាំហើយលោកដៃស្ដាំរបស់រាកុននេះក៏យកទៅឲ្យចាគីតាបន្តមកដល់កន្លែងកំណត់តួស្រីក៏បានជួបនឹងមនុស្សម្នាក់នោះគឺជាវ៉ារៀនពួកគេខានជួបគ្នាមួយរយៈហើយវ៉ារៀនក៏មិនភ្លេចនិយាយពីរូបរាងរបស់នាងដែលមានការផ្លាស់ប្ដូរនោះដែរតួស្រីក៏សួរទៅគេវិញថាហេតុអ្វីគេយកក្រណាត់នេះមកឲ្យនាងវ៉ារៀនសួរត្រឡប់ទៅវិញតើគ្រូវេទមន្តនៃព្រះច័ន្ទមិនពេញវងទាំង3មកធ្វើអីនៅទីនេះអាស៊ីណាភ្ញាក់ផ្អើលមែនទែនដែលវ៉ារៀនដឹងពីអត្តសញ្ញាណពិតរបស់នាងតួស្រីក៏មិនចាំយូរដែរសួរគេចង់បានអ្វីពីនាងវ៉ារៀនក៏គិតបន្តិច15ឆ្នាំមុននៅពេលដែលមានការប្រកួតរវាងព្រះបត្រាទាំងអស់នៅលើវាលខ្សាច់មរណៈនោះអ្នកដែលឈ្នះនឹងក្លាយជាគុណគ្រប់គ្នាក៏គិតថានឹងគ្មានអ្នកណាអាចរស់បាននោះទេហើយពួកគេនឹងប្រកាសសាជាយកឯករាជ្យភាពប៉ុន្តែមានអាណាបែរជាមានបរិមម្នាក់ត្រឡប់មកវិញបានហើយគេនោះគឺជាស៊ីហាតនេះក៏គិតថាស៊ីហាតនេះបានសំណាងល្អតែប៉ុណ្ណោះសូម្បីមកដល់ពេលនេះក៏គេគិតថាស៊ីហាតនៅតែមានសំណាងដែរសម្លឹងមើលទៅអាស៊ីណានៅមុខគេពេលនេះដូច្នេះគេមិនបានស្មើស្មៃនោះទេវ៉ារៀនឆ្លើយតែញញឹមថាគេចង់ឲ្យនាងសហការជាមួយគេទូស្រីដឹងច្បាស់ណាស់ថាវ៉ារៀននេះជាមនុស្សមានល្បិចកលច្រើនតាមការមើលរបស់នាងមិនដឹងទេថាគេបានដឹងពីអត្តសញ្ញាណពិតរបស់នាងដល់របៀបណាប៉ុន្តែពេលនេះនាងគួរតែនិយាយការពិតទូស្រីក៏សួរគេទៅថាគេមានកម្រងអ្វីចង់ឲ្យនាងធ្វើមែនទេវ៉ារៀនសរសើរនាងថានាងឆ្លាតណាស់ហើយបន្តថានាងមកប្រទេសសត្រូវខ្លួនឯងនាងច្បាស់ជារៀបចំខ្លួនរួចរាល់ហើយថានឹងទទួលបានអ្វីទៅវិញនៅផឺសៀននេះគ្មានអ្នកណាខ្វល់ទេបើមនុស្សមកពីក្រមវបាត់ខ្លួននោះអាស៊ីណាដឹងតែម្ដងថាគេកំពុងតែគំរាមជីវិតរបស់នាងវ៉ារៀនបន្តថាគេនឹងមិនបញ្ឈប់ត្រឹមតែសម្រាប់នាងនោះទេគេអាចយកឈ្មោះរបស់នាងដើម្បីប្រកាសសង្គ្រាមរវាងផឺសៀននិងក្រមវផងដែរទោះជានាងនៅក្រោមការការពាររបស់ស៊ីហាតពិតមែនមិនមែនមានន័យថានាងមានសុវត្ថិភាពនោះទេគេគ្រាន់តែប្រាប់គ្រប់គ្នាពីអត្តសញ្ញាណពិតរបស់នាងហើយចោទនាងថាជាអ្នកស៊ើបការវាគឺជាផុសតាំងមួយដ៏ងាយស្រួលសម្រាប់គេទៅហើយតាមសម្ដីរបស់គេអាស៊ីណាដឹងច្បាស់ណាស់ថាគេពិតជាមានគម្រោងសម្រាប់នាងពិតមែនមិនដូចជាស៊ីហានិយាយនោះទេវ៉ារៀនក៏ទុកពេលឲ្យនាងគិតសិននឹងចាក់ចេញទៅក៏លេចមកកាន់អ្នកនៅក្រោមបង្គាប់របស់ស៊ីហាវិញអ៊ូម៉ាទៅតែមកពីជួបផ្ទាល់របស់ក្រុមវមើលទៅពួកគេដូចជាមិនសូវបារម្ភពីម្ចាស់ខ្លួនសោះពួកគេនិយាយថាលោកម្ចាស់ខ្លួននៅជាមួយនឹងនីសែនហើយគាត់ច្បាស់ជាមានសុវត្ថិភាពជាមិនខាននីសែននេះគឺជាមេបញ្ជាការអ្នកចម្បាំងរបស់លោកឯកឧត្តមក៏ជាអង្គរៈផ្ទាល់មួយផងដែរអូម៉ាឮថាគេមិនត្រឹមតែជាមនុស្សធម្មតាទេមើលទៅនៅក្រុមវក៏មានមនុស្សដែលមានធម៌ពលដូចទីនេះដែរដូចជាកូនរបស់ទេពធីតាឬក៏អតិទេពយ៉ាងម៉េចមិនដឹងទេអៃម៉ាន់ក៏ចូលមកយកសារពីស៊ីហាតឲ្យអូម៉ាក៏មិនភ្លេចប្រាប់ពួកគេពីការបាត់ខ្លួនរបស់លោកមេបញ្ជាការទីក្រុងម៉ូស្កាតផងដែរហើយគាត់ក៏ត្រូវជាឪពុករបស់ការីមនេះឯងការីមស្ដាប់ហើយក៏រត់ចេញទៅភ្លាមអូម៉ាឈឺក្បាលមែនតែនមុននេះអ្នកនាំសារបាត់ខ្លួនហើយឥឡូវដតក៏បាត់ខ្លួនទៀតគាត់ក៏សួរទៅកាន់ណាសឺតើគេជឿអាស៊ីណាដែរទេងាកមកលើវាខ្សាច់នេះវិញអៀននិងនីសែនបានឃើញបរិសម្នាក់ដែលកំពុងត្រូវបានដេញចាប់ដោយពួកចោរលើវាខ្សាច់នេះពួកគេក៏សម្រេចចិត្តទៅជួយគាត់ទៅឃើញថាពួកគេជាមនុស្សមកពីខាងជើងនិងមានកន្លះពីក្រមវគាត់ក៏សួរទៅពួកគេអៀនមិនលាក់បាំងអ្វីទេក៏ប្រាប់ទៅថាជាអ្នកនាំសារពីក្រមវល់ត្រូវបានវាប្រហារតាមផ្លូវហើយនឹងបានបង្វែងផ្លូវមកដល់ទីនេះដតក៏ឡែកទៅនីសែនដែលបានជួយជីវិតគេមុននេះតាមជំនាញរបស់គេបែបនេះគេមិនមែនជាអ្នកចម្បាំងធម្មតានោះទេគាត់ក៏ណែនាំខ្លួនទៅវិញថាគាត់ជាមេបញ្ជាការទីក្រុងម៉ូស្កាតឈ្មោះដត